ជំរាបសួរពុកម៉ែបងប្អូនជួបខ្ញុំសាជាថ្មីម្ដងទៀត大家好我叫李达我是一位老师在金华中文学校អញ្ចឹងថ្ងៃនេះមករៀនប្រយោគជាមួយខ្ញុំខ្លីៗតអ្នកទាំងអស់គ្នា今天我家不但停电还停水特别热ថ្ងៃនេះផ្ទះរបស់ខ្ញុំមិនត្រឹមតែដាច់ភ្លើងហើយដាច់ទឹកក្តៅខ្លាំងណាស់那我们应该买一台发电机អញ្ចឹងខ្ញុំត្រូវតែទិញម៉ាស៊ីនភ្លើងមួយគ្រឿងហើយតោះអ្នកទាំងអស់គ្នាមករៀនពាក្យពិបាកនៅខាងក្រោមអ៊ីងកាយត្រូវតែម៉ាយទិញធិញទៀនដាច់ភ្លើងធិញស្រួយដាច់ទឹកធ្វើពីណាស់ឬក៏ពិសេសពូតានមិនត្រឹមតែហ្វាទៀនជីម៉ាស៊ីនភ្លើងអ៊ីថៃមួយគ្រឿងអញ្ចឹងថ្ងៃនេះមានប្រយោគហើយនឹងពាក្យខ្លីៗមានតែប៉ុណ្ណឹងបើសិនជាអ្នកទាំងអស់គ្នាមានការឆ្ងល់មានចម្ងល់អាច comment សួរនៅខាងក្រោមកុំភ្លេចចុច like ចុច share និងទទួលបានវីដេអូពីសាលាចិនជីងហួរថ្មីៗ谢谢大家拜拜